ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះសេនសុភាពថ្ងៃនេះនាងខ្ញុំសូមលើកយកពិធីសំពះដែលជាពិធីបដិសណ្ឋារកិច្ចចំពោះសិស្សានុសិស្សពិធីឈរសំពះនៅមុខខ្លោងទ្វារសាលាបឋមសិក្សារោងចក្រគឺជាទិដ្ឋភាពប្រចាំថ្ងៃដ៏មានសារៈសំខាន់នៅពេលព្រឹកព្រលឹមមុនពេលចូលសាលារៀនមានការរៀបចំជាលំដាប់លំដោយដូចខាងក្រោមលោកនាយកសាលាឈរនៅចំពីមុខច្រកចូលរីឯលោកគ្រូអ្នកគ្រូចំនួន2នាក់ឈរអមសងខាងសិស្សចំនួន10នាក់ដែលមានឯកសណ្ឋានសមរម្យស្រី5នាក់ប្រុស5នាក់ឈរជាជួរត្រង់ដោយការគោរពសិស្សានុសិស្សទាំងអស់ដើរចូលសាលារៀនដោយលើកដៃសំពះឱនក្បាលបន្តិចជាការសម្ដែងនូវការគោរពគ្នាទៅវិញទៅមកចំពោះគ្រូបង្រៀននិងលោកនាយកលោកគ្រូអ្នកគ្រូក៏លើកដៃសំពះតបទៅវិញក្នុងន័យបង្ហាញអំពីការយកចិត្តទុកដាក់និងការទទួលស្គាល់ការគោរពរបស់សិស្សបន្ទាប់ពីសំពះមានការតម្រង់ជួរដើម្បីគោរពទង់ជាតិនិងផ្ដល់ព័ត៌មានផ្សេងៗទៅកាន់សិស្សានុសិស្សអំពីឥរិយាបថល្អសីលធម៌ល្អនិងវិន័យល្អរបស់ពួកគាត់ជាប្រចាំថ្ងៃដោយលោកនាយកឬក៏តំណាងហើយសិស្សានុសិស្សបន្តដើរចូលទៅក្នុងថ្នាក់រៀនរៀងខ្លួនដោយរក្សាសណ្ដាប់ធ្នាប់បានល្អណាស់ពិធីនេះបានបង្កើតនូវសាមគ្គីភាពវិន័យនិងការគោរពគ្នាទៅវិញទៅមកក្នុងបរិយាកាសសិក្សាដែលជាគុណតម្លៃដ៏សំខាន់នៃការអប់រំមួយនៅកម្ពុជាយើងចាសសូមអរគុណសូមជម្រាបលា